ហើយជាពិសេសការចរចាបើកផ្លូវបន្ថែមទៀតឆ្នាំនេះយើងបានចរចាបើកផ្លូវលើកដំបូងជាមួយនឹងចិនតាមរយៈឡាវតាមផ្លូវគោកពីមុនយើងដឹកទៅទឹកទេទៅទីផ្សារចិនឥឡូវយើងអាចដឹកកសិផលរបស់យើងទៅតាមផ្លូវគោកឡើងទៅតែម្ដងអញ្ចឹងការធានាកសិផលជាពិសេសនៅតំបន់ភាគឦសានភាគកាជើងរបស់យើងអាចគិតគូរនៅក្នុងការតភ្ជាប់តាមរយៈផ្លូវគោកនេះតែម្ដងដោយមិនចាំបាច់ដឹកចុះមកភ្នំពេញដឹកចេញទៅខាងវៀតណាមអញ្ចឹងបានន័យថាបើកច្រកបន្ថែមហើយនេះគឺសិតនៅក្នុងការចរចាបើកដើម្បីធានាបាននៅផលិតផលនឹងរយៈពេលវែងប៉ុន្តែការចរចាបើកច្រកវាប្រើពេលយូរប៉ុន្តែយើងបើកច្រកបានយើងអាចមានចីរភាពនិងជួយក្នុងរយៈពេលវែងជួយដល់កសិកររបស់យើងជួយដល់ប្រជានេសាទរបស់យើង